រឿងគុតិលមានុបចំណេះវិជ្ជាពិតប្រាកដជាឃ្លាំងនៃសេរីសួស្តីក្នុងលោកក្នុងការកន្លងទៅហើយមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីក្នុងកាលនោះព្រះបរមគ្រូទ្រង់សោយព្រះជេតក្នុងត្រកូលអ្នករាំរបាំមាននាមប្រកបថាគុតិលមានុបព្រះអង្គខំសិក្សាសិលសាស្ត្ររបស់អ្នករាំរបាំបានចេះដឹងស្ទាត់ពិតប្រាកដកេតសព្ទរបស់ព្រះអង្គក៏ល្បីទូទាំងសកលលោកព្រះបាទព្រហ្មទត្តបានជ្រាបដំណឹងថាគុតិលមានុបចេះដឹងនៅចម្រៀងដូរតន្ត្រីល្បីល្បាញដូច្នេះហើយក៏ហៅមកឲ្យដេញពិណថ្វាយឯពិណរបស់គុតិលមានុបនោះមានខ្សែ7បើដេញកាលណាសំឡេងពិណនិងចម្រៀងវែកចូលគ្នាតែមួយពីរោះក្រៃពេកហាក់ដូចជាដូរតន្ត្រីទើបព្រះបាទព្រហ្មទត្តទ្រង់ព្រះសណ្ដាប់ហើយមានប្រតិយត្រេកអរណាស់បានតាំងគុតិលមានុបជាអាចារ្យធំបំផុតក្នុងក្រុងពារាណសីឲ្យឈ្មោះថាគុតិលាចារ្យទ្រង់ព្រះរាជទានរង្វាន់បៀវត្សឲ្យជានិច្ចរាល់ខែដរាបដល់អស់ជីវិតគុតិលាចារ្យកាលបើបានប្រាក់រង្វាន់បៀវត្សនោះហើយក៏យកទៅទំនុកបម្រុងចិញ្ចឹមមាតាបិតារបស់ខ្លួនដោយគោរពក្នុងកាលជាខាងក្រោយមកមានបុរសម្នាក់ឈ្មោះមុសិលៈនៅក្នុងនគរឧជ្ជេនីបានលើដំណឹងថាគុតិលាចារ្យចេះសិលសាស្ត្រខាងរបាំដូរតន្ត្រីយ៉ាងឯកដូច្នេះហើយក៏ចូលទៅសុំរៀនឯគុតិលាចារ្យបានឃើញលក្ខណៈរបស់មុសិលមានុបនោះក៏ដឹងច្បាស់ថាមានុបនេះជាមនុស្សមិនល្អអញមិនគួរឲ្យរៀនឡើយទើបប្រាប់ទៅដល់មុសិលមានុបថាខ្ញុំគ្មានឱកាសបង្រៀនទេចូលអ្នកទៅរកអាចារ្យរៀនផ្សេងទៀតចុះពេលនោះមុសិលមានុបមិនព្រមទៅណាសោះក្រាញ់នៅបំរើមាតាបិតារបស់គុតិលាចារ្យបាននិយាយអង្វរឲ្យមាតាបិតានោះជួយសុំឲ្យបានរៀនគុតិលាចារ្យកាលបើមាតាបិតារបស់ខ្លួននិយាយសុំឲ្យមុសិលមានុបរៀនដូច្នេះហើយក៏ព្រមឲ្យរៀនឯមុសិលមានុបជាមនុស្សមានបញ្ញាអាចរៀននៅសិលសាស្ត្រនោះចាំស្ទាត់ជំនាញដូចជាអាចារ្យរបស់ខ្លួនថ្ងៃមួយមុសិលមានុបគិតថាក្នុងលោកទាំងមូលមានតែព្រះបាទព្រហ្មទត្តដែលសោយរាជក្នុងក្រុងពារាណសីនេះជាមហារាជាធិរាជធំច្បងជាងស្ដេចទាំងពួងគួរតែអញទៅសម្ដែងសិលសាស្ត្រថ្វាយដល់ស្ដេចដើម្បីឲ្យមានកេរ្តិ៍ឈ្មោះល្បីទូទាំងសកលលោកដូចជាអាចារ្យរបស់អញលោកគិតដូច្នេះហើយក៏និយាយអង្វរសូមឲ្យគុតិលាចារ្យជូនទៅនៅបម្រើព្រះបាទព្រហ្មទត្តដើម្បីចិញ្ចឹមជីវិតតទៅឯគុតិលាចារ្យជាអ្នកមានសេចក្តីសុគ្រោះបានលើដូច្នេះហើយក៏នាំមុសិលមានុបទៅថ្វាយព្រះបាទព្រហ្មទត្តហើយក្រាបទូលថាបពិតព្រះសមតិទេពសូមព្រះករុណាជាម្ចាស់ជីវិតដំកល់លើត្បូងជួយសង្គ្រោះដល់មុសិលមានុបនេះឲ្យទៀនព្រោះជាសាសរបស់ទូលព្រះបង្គំមួយទៀតមានុបនេះជាដេញពិនវិសេសណាស់ព្រះបាទព្រហ្មទត្តទ្រង់ព្រះសណ្ដាប់ដូច្នេះហើយទ្រង់ប្រើមុសិលមានុបនោះឲ្យដេញពិនថ្វាយទ្រង់សពបរិច្ឆរតីនិងសម្លេងពិននោះក៏ទទួលឲ្យនៅក្នុងការជាខាងក្រោយមកមុសិលមានុបបានចូលទៅសុំលាព្រះបាទព្រហ្មទត្តទៅកាន់ជាតិមាតុភូមិរបស់ខ្លួនព្រះបាទព្រហ្មទត្តទ្រង់ខាត់ថាអ្នកកុំទៅណាចាំអញឲ្យយុស័កនិងបៀវត្សពាក់កណ្ដាលបន្ទាប់ពីអាចារ្យរបស់អ្នកឯមុសិលមានុបជាមនុស្សអកតញ្ញូលុះទៅក្នុងអំណាចនៃសេចក្តីលោភៈបានលើដូច្នេះហើយក៏ទូលតបវិញថាគុតិលាចារ្យគាត់ចេះស្មើនឹងទូលព្រះបង្គំដែរបើព្រះមហារាជពុំជឿហើយគាត់មកដេញពិនប្រឡងលបងមើលព្រះរាជាត្រាស់ថាបើដូច្នោះចាំអញឲ្យដំណឹងទៅគុតិលាចារ្យកំណត់7ថ្ងៃ
ថ្ងៃទៀតឲ្យមកដេញពិនប្រឡងនៅមុខព្រះរាជវាំងដំណឹងប្រឡងពិននោះក៏ល្បីទូទៅពេញសកលលោកឯគុទលាចារ្យកាលបើទទួលព្រះរាជសារហើយក៏កើតសេចក្តីសង្វេគក្នុងចិត្តបានគិតថាមុសិលមានុបនេះជាមនុស្សនៅក្មេងកំពុងមានកម្លាំងច្រើនបើអញទៅដេញពិនភ្នាល់នឹងវាមុខតែចាញ់វាមិនខានព្រោះចំណេះទាំងប៉ុន្មានបានបង្រៀនវាអស់អត់សល់អញពុំគួរទៅភ្នាល់នឹងវាឡើយណហើយចោះស៊ូស្លាប់ទៅកើតទៀតល្អជាងកុំទៅឲ្យឃើញមុខមនុស្សអកតញ្ញូគិតដូច្នេះហើយក៏ដើរទៅចងកក្នុងព្រៃរៀបនឹងចងកបាននឹកឃើញដល់មាតាបិតាចាស់ជរាក៏ត្រឡប់មកវិញមកដល់ផ្ទះហើយនឹកឃើញសពគ្រប់ក៏ចង់ទៅចងកម្ដងទៀតគ្រាន់តែទៅមកយ៉ាងនេះអស់6ថ្ងៃដោយសេចក្តីអាល័យចំពោះមាតាបិតាដល់ថ្ងៃជាគម្រប់7ទៅចងកទៀតដោយអំណាចកតញ្ញូតាចិត្តក៏ក្តៅក្រហាយដល់ភពសកទេវរាជកទេវរាជបានជ្រាបថាអោគុទលាចារ្យនេះមានទុក្ខធ្ងន់ណាស់តើថ្ងៃនេះត្រូវទៅដេញពិនភ្នាល់នឹងមុសិលមានុបម្យ៉ាងទៀតគាត់ត្រូវជាអាចារ្យរបស់អញក្នុងជាតិមុនអញគួរតែទៅជួយគាត់ខានពុំបានក៏ហោះចុះមកបង្ហាញខ្លួនដល់គុទលាចារ្យហើយសួរថាលោកអាចារ្យមានទុក្ខដូចម្ដេចចាំខ្ញុំជួយគុទលាចារ្យដំណើររឿងរ៉ាវប្រាប់សពគ្រប់សកទេវរាជបានជ្រាបហើយនិយាយថាសូមលោកអាចារ្យទៅដេញពិនភ្នាល់នឹងមុសិលមានុបចោះឥឡូវចិត្តដល់ពេលហើយលោកអាចារ្យកុំព្រួយឲ្យសោះខ្ញុំនេះជាព្រះអិនត្រូវជាកូនសិស្សរបស់លោកអាចារ្យក្នុងជាតិមុនអ្នកដែលមានកូនសិស្សប្រហែលនឹងខ្ញុំនេះហើយកុំព្រួយឲ្យសោះឡើយទៀងតែឈ្នះពុំខានឯគុទលាចារ្យកាលបើដល់ពេលហើយក៏ស្លៀកពាក់សំពត់សអាវសស្អាតលើកពិនមានខ្សែ7ចូលទៅកាន់ទីប្រជុំជនថ្វាយបង្គំព្រះបាទព្រហ្មទត្តហើយឡើងទៅលើតាំងគោះជាមួយនឹងមុសិលមានុបក្នុងពេលនោះមនុស្សទាំងឡាយជាច្រើនលានអ្នកបានមកប្រជុំគ្នានៅមុខព្រះបរមរាជវាំងដើម្បីមើលពិធីភ្នាល់ពិនគុទលាចារ្យមុននឹងលើកពិនឡើងដេញបានអើតមើលទៅលើអាកាសឃើញព្រះអិនកាន់ពិនមាសមានពណ៌ដូចភ្នៅទុំស្ថិតនៅពីលើក៏នឹកសង្ឃឹមថាជ័យជំនះនេះនឹងមានដល់អញពុំខានឯមនុស្សទាំងឡាយមើលព្រះអិននោះមិនឃើញឡើយគុទលាចារ្យនិងមុសិលមានុបចាប់ដើមដេញពិនមួយបត់ដំបងស្មើគ្នាដល់បត់ទី2ព្រះអិនឲ្យសញ្ញាដល់គុទលាចារ្យឲ្យបណ្ដេញខ្សែពិនរបស់ខ្លួនមួយចេញសំឡេងពិនរបស់គុទលាចារ្យក៏កាន់តែពិរោះឡើងព្រះអិនចេះតែឲ្យបណ្ដាច់ខ្សែពិនម្ដងមួយដរាបដល់អស់នៅសល់តែខ្សែពិនមួយសំឡេងពិនក៏រឹងរឹតតែពិរោះឡើងអស្ចារ្យឮសូរក្រលួចទៅឯកដល់អាកាសគ្របសង្កត់សំឡេងពិនរបស់មុសិលមានុបដោយអំណាចឫទ្ធានុភាពរបស់ព្រះអិនចំណែកឯមុសិលមានុបកាលបើឃើញគុទលាចារ្យបណ្ដាច់ខ្សែពិននៅសល់តែមួយហើយមានសំឡេងពិរោះដូច្នេះក៏បណ្ដាច់តាមបណ្ដាច់ខ្សែមួយអន់បន្តិច2អន់បន្តិចដរាបដល់នៅតែខ្សែមួយក៏លែងលើជាបែបបត់អ្វីសោះពួកមហាជនទាំងឡាយក៏ស្រែកហៅឲ្យពរសពសាធុការដល់គុទលាចារ្យមានសំឡេងកឹកកងហាក់ដូចជាត្រុតផែនដីពេលនោះព្រះបាទព្រហ្មទត្តបានប្រើរាជអាមាត្យឲ្យយកច្រវាក់តាក់កមុសិលមានុបអូសបញ្ជាចេញទៅខាងក្រៅទីប្រជុំជនពួកមហាជនទាំងឡាយក៏ទាត់ធាក់វាយមុសិលមានុបដរាបដល់ស្លាប់ក្នុងពេលនោះទៅឯគុទលាចារ្យក៏បានរង្វាន់ក្នុងថ្ងៃនោះជាច្រើនកាលបើព្រះបាទព្រហ្មទត្តបានបូជាដល់គុទលាចារ្យហើយសកទេវរាជក៏ត្រឡប់ទៅស្ថានទេវលោកវិញពួកទេវតាទាំងឡាយនាំគ្នាចូលទៅសួរសកទេវរាជថាបពិតមហារាជអំបញ្ញមិញនេះស្ដេចយាងទៅទីណាសកទេវរាជប្រាប់ថាទៅមើលលោកអាចារ្យរបស់
ខ្ញុំដេញពិនភ្នាល់នឹងមុសិលមានុបឯក្រុងពារាណសីពួកទេវតាទាំងឡាយបានដឹងថាព្រះរាជារបស់ខ្លួនមានគ្រូអាចារ្យចេះដេញពិនដូច្នេះហើយចង់ស្ដាប់ណាស់ទើបនាំគ្នាអង្វរសកទេវរាជសូមឲ្យអញ្ជើញគុទលាចារ្យទៅដេញពិនឲ្យស្ដាប់ព្រះអិនក៏ប្រើមត្តលីទេវបុត្រឲ្យយកវិជ្ជយន្តរត់ចោលទៅអញ្ជើញគុទលាចារ្យទៅស្ថានត្រៃត្រឹងទៅដល់ពួកទេវបុត្រទេវធីតាក៏នាំគ្នាមកចំរោមជុំចិត្តហើយអញ្ជើញឲ្យដេញពិនឲ្យស្ដាប់គុទលាចារ្យនិយាយថាខ្ញុំតាំងពីជះពិនមកពុំដែលដេញអត់ឈ្នួលទេព្រោះខ្ញុំតែងចិញ្ចឹមជីវិតដោយសារតែថ្លៃឈ្នួលដេញពិនប៉ុណ្ណោះព្រះអិនបានឮហើយសួរថាលោកអាចារ្យត្រូវការអ្វីខ្ញុំបូជាគុទលាចារ្យឆ្លើយថាខ្ញុំមិនត្រូវការដោយទ្រព្យសម្បត្តិទេខ្ញុំសូមឲ្យទេវបុត្រទេវធីតាទាំងនេះប្រាប់បបកម្មរបស់ខ្លួនដល់ខ្ញុំសិនចាំខ្ញុំដេញពិនឲ្យស្ដាប់ជាខាងក្រោយពេលនោះទេវបុត្រទេវធីតាទាំងឡាយក៏ថ្លែងបបកម្មរបស់ខ្លួនប្រាប់ដល់គុទលាចារ្យគ្រប់គ្នាទើបគុទលាចារ្យដេញពិនឲ្យស្ដាប់លុះចប់ហើយមត្តលីទេវបុត្រក៏ជូនគុទលាចារ្យមកមនុស្សលោកវិញចប់រឿងគុទលមានុបចំណេះវិជ្ជាពិតប្រាកដជាឃ្លាំងនៃសិរីសួស្តីក្នុង